ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសុគន្ធាពពោះបងប្អូនទាំងអស់គ្នាមកធ្វើសម្លសុពតញ៉ាំម្ដងចាហើយចំពោះសម្លសុពតនេះហ่าបងប្អូនបើសិនជាអ្នកកំពុងចាំគាត់ថាលើប៉ុណ្ណេះដឹងថាសម្លឆាពោតហើយប៉ុន្តែឥឡូវនេះហៅរៀងកលីមតិចឲ្យកលីមតិចគឺសម្លសុពតអូខេចាឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនសម្លសុពតជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើសម្លសុពតចាមានពោតមានការ៉ុតមានផ្សិតស្លឹកឈើកណ្ដុរមានផ្សិតចំបើងមានចំហឺមានហៀបប៊ីមានខ្ទឹមសចិញ្ច្រាំម៉ត់មានពងមាន់ស្រែហើយក៏មានជាមួយនឹងសាច់ជ្រូកចាសាច់ជ្រូកនេះគឺយើងត្រូវយកក្លុកឲ្យម៉ត់ប៉ុន្តែមុននឹងក្លុកក៏បន្ថែមគ្រឿងផ្សំមានដូចជាខ្ទឹមសមានហៀបប៊ីក្រៀមហើយក៏មានជាមួយនឹងទឹកស៊ីអ៊ីវម្រេចអំបិលស្ករប៊ីចេងចាដាក់គ្រឿងផ្សំទាំងអស់នោះចូលទៅដើម្បីធ្វើឲ្យសាច់ចិញ្ច្រាំរបស់យើងចាវាមានរសជាតិឆ្ងាញ់កាប់ទៅអត់បានច្រាមទេបងប្អូនចាគឺយកមកក្លុកចាបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅឲ្យរួចរាល់ហើយគឺយកមកក្លុកឲ្យបានម៉ត់ឥឡូវនេះសាច់ជ្រូកនេះខ្ញុំបានក្លុកម៉ត់រួចរាល់ហើយក៏បន្តមកឆាពោតចានេះខ្ញុំដាក់គ្រឿងផ្សំចូលទៅរំលីងឲ្យបានឈ្ងុយបន្ទាប់ពីរំលីងខ្ទឹមឈ្ងុយល្អហើយក៏ចាក់ពោតដែលយើងបានឈូសស្ដើងហើយនឹងការ៉ុតផ្សិតឡើងជាកណ្ដុរចូលទៅឆាចាគឺយើងឆាឲ្យបានឆ្អិនហើយមិនឆ្អិនខ្លាំងពេកបងប្អូនទាំងអស់គ្នាឆាតែប្រហែលត្រឡប់ហ្នឹងគឺបានហើយបន្ទាប់ពីបានចាក់ពោតចូលទៅនាងខ្ញុំឆាជោគចៅពី3ត្រឡប់នោះក៏ចាក់ទឹកត្រីចូលទៅបន្តិចចាចាក់ទឹកត្រីចូលទៅហើយក៏ជោគចៅពី3ត្រឡប់ទៀតជាការស្រេចតែម្ដងចាឥឡូវនេះពោតឆារបស់នាងខ្ញុំគឺបានឆាឆ្អិនរីករាល់ហើយបន្ទាប់ពីឆាពោតឆ្អិនរីករាល់ហើយគឺមកដាក់ដាំទឹកបន្ទាប់ពីទឹកពុះនោះក៏នាងខ្ញុំបន្ថែមជាមួយនឹងចំហឺបន្ទាប់មកទៀតក៏ថែមជាមួយនឹងទឹកស៊ុបហើយចំពោះទឹកស៊ុបនេះបើសិនបើជាបងប្អូនអត់មានទឹកស៊ុបទេមិនបាច់ដាក់ក៏បានដែរចាបន្តមកទៀតក៏បន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំចាសាច់ជ្រូកចិញ្ច្រាំគឺយើងសូមជាដុំមូលតូចហើយក៏បន្តមកថែមគ្រឿងផ្សំបន្ថែមបន្តិចទៀតចាមានដូចជាម្សៅស៊ុបចាដាក់តែមួយមុខហ្នឹងទេពីព្រោះអីគ្រឿងផ្សំអីផ្សេងនេះខ្ញុំអត់បន្ថែមទេពីព្រោះអីសម្លសុពតនេះគឺយើងញ៉ាំបែបរៀងសាបអញ្ចឹងណាចាដាច់ខាតក៏បន្ថែមស្ករចូលទៅក្នុងស្លទៀតបងប្អូនពីព្រោះអីចំពោះពោតក្រហមឬមួយក៏ពោតលឿងនេះវាមានជាតិផ្អែមខ្លាំងមែនតើចាបើសិនជាហ៊ានថាថែមស្ករអីតាមតិចនោះគឺចប់តែម្ដងបន្ទាប់ពីសម្លសុពតរបស់នាងខ្ញុំបានឆ្អិនរីករាល់ហើយក៏នាងខ្ញុំបន្ថែមពងទាចំនួន3គ្រាប់ទៀតចាវាយបំបែកហើយទៅគឺចាក់ចូលទៅក្នុងឆ្នាំងបន្តមកទៀតក៏បន្ថែមជាមួយនឹងពងមាន់ស្រែចូលទៅបន្ថែមចាឥឡូវនេះសម្លសុពតរបស់នាងខ្ញុំគឺបានឆ្អិនរីករាល់ហើយគឺថាឈ្ងុយមែនតើបងប្អូនហើយរសជាតិគឺឆ្ងាញ់ប៉ុន្តែបើឲ្យកាន់តែឆ្ងាញ់ទៀតគឺយើងយកពោតសមកស្លប៉ុន្តែដោយសារថានាងខ្ញុំរកពោតសអត់បានក៏ស្លជំនួសដោយពោតលឿងពោតសបងប្អូនគឺឆ្ងាញ់ជាងពោតលឿងពេលដែលស្លទៅវារៀងផ្អែមពេកចាហើយក៏អត់សូវខាប់ដោយពោតសដែរបើពោតសវិញគឺម្សៅច្រើនខាប់ខ្លាំងមែនតើចាឥឡូវនេះសម្លសុពតរបស់នាងខ្ញុំគឺឆ្អិនរួចរាល់តែម្ដងបងប្អូនឃើញថាទំនងញ៉ាំប្រហែលភាគរយតែបើនាងខ្ញុំវិញចំពោះសម្លសុពតនេះគឺឆ្ងាញ់100%តែម្ដងចាមានរសជាតិឆ្ងាញ់ហើយពេលដែលបានញ៉ាំគឺមិនបាច់ញ៉ាំបន្ថែមបាយក៏បានដែរពីព្រោះអីសម្លសុពតនេះញ៉ាំឆ្អែតដូចបាយអញ្ចឹងបងប្អូនចាអាចញ៉ាំជំនួសបាយបានគឺមានរសជាតិឆ្ងាញ់ចាឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំហើយនាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបង្ហាញលើក្រោយទៀតចាអរគុណច្រើនបាយបាយ